សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូននិងកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមធ្វើការបង្ហាញអំពីឈុតម៉ូទ័របូមទឹកសូឡាដាក់ទម្លាក់ក្នុងអណ្ដូងជាប្រភេទម៉ូទ័របូមទឹកសូឡា Hybrid AC/DC មកគិតភ័យដែរចំពោះម៉ូទ័រនេះផងដែរគឺយើងធ្វើតេស្តសាកល្បងទៅលើការបូមទឹកស្រះដែលទំហំម៉ូទ័រគឺមានទំហំ4អ៊ីងទំហំផ្លិតទំហំ6អ៊ីងជាមួយនឹងទំហំសយោទឹកចូលទំហំ80ដែលម៉ូទ័រនេះវាអាចធ្វើការបូមទឹកបានបរិមាណ42ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់51ម៉ែត្រហើយចំពោះឈុតនេះគឺយើងបានភ្ជាប់មកជាមួយនឹងទូបញ្ជារួចជាស្រេចដែលបានដំឡើងរួចជាស្រេចពីខាងរោងចក្រផងដែរចំពោះឈុតសូឡាបូមទឹកនេះគឺយើងធ្វើការតភ្ជាប់ជាមួយនឹងផ្ទាំងសូឡាចំនួន12ផ្ទាំងជាប្រភេទផ្ទាំងកម្លាំង600វ៉ាត់កញ្ចក់សងខាងហើយយើងតភ្ជាប់ជាមួយនឹងសយោទឹកចេញសយោ75ហើយវាបានវាបូមមកពេញសយោល្អហើយបាញ់បានចម្ងាយ1ម៉ែត្រពីចុងសយោជ្រើសរើសប្រភេទម៉ូទ័របូមទឹកសូឡាជ្រើសរើសផលិតផលម៉ាកគីបភៃដាយើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទម៉ូទ័រនិងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំងសូឡាផងដែរ